តោះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីចង់បង្ហាញពីរបៀបមើលអាគុយមើល ABS មើលបូមទឹករថយន្តព្រុសបងប្អូន Toyota ព្រុសចំនួនទី2អានេះបងប្អូន06បងប្អូនអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមមើលទាំងអស់គ្នាទី1យើងមើលអាគុយសិនបងប្អូនចំណុចទី1អាគុយនេះយើងអាចមើលបានពីរបៀបបងប្អូនរបៀបទី1យើងមើលអាគុយយើងត្រូវចុចpower on នេះបងប្អូន2ដងយើងចុចpower on នេះ2ដងយើងមិនបាច់ជាន់ប្រាំងទេបងប្អូនយើងចុចវា2ដងមកអញ្ចឹងខ្ញុំចុចបងប្អូនចាំមើល1 2យើងចុចវា2ដងហើយយើងចុចកន្លែងប៊ូតុងនេះបងប្អូនចុចពាក្យថា info បងប្អូនចុច info នៅឲ្យជាប់ហើយយើងដៃម្ខាងទៀតយើងមកបិទបើកភ្លើងនេះបងប្អូន3ដងបងប្អូនបិទបើកភ្លើងចេះ3ដងវានឹងចេញផ្ទាំងលើនេះមកបងប្អូនអញ្ចឹងចាំតិចខ្ញុំចុចឲ្យបងប្អូនមើលនៅបងប្អូនបន្ទាប់ពីយើងចុចinfo ជាប់ជាមួយនឹងបិទបើកភ្លើង3ដងហើយយើងវាចេញមកបែបនេះបងប្អូនចេញបែបហ្នឹងយើងចុចបន្ទាប់មកគឺលេខទី2បងប្អូនយក display check បងប្អូនចេញ display check ចឹងហើយបន្ទាប់មកទៀតយើងចុចនេះបងប្អូនទី4បងប្អូនរាប់ពីលើមកទី4ណាបាទបងប្អូននេះវាចេញវល់អាគុយយើងបងប្អូន 12.2 អាហ្នឹងជាអាគុយដេបងប្អូនជាអាគុយដេទេតើយើងជន់ប្រាំងបច្ឆេះអាហ្នឹងវាចេញវល់អាគុយ hybrid យើងបងប្អូនអញ្ចឹងយើងជន់ប្រាំងណាខ្ញុំជន់ប្រាំងបងប្អូនជន់ប្រាំងហើយខ្ញុំចុចបច្ឆេះបងប្អូនវាឡើង 14.5 វ៉ុលបងប្អូនអញ្ចឹងអាគុយចាប់ពី14ឡើងហ្នឹងបងប្អូនវាល្អហើយបងប្អូនតែចំណុចហ្នឹងយើងមើលបានតែយើងអាចមើលបានមួយចំណុចទៀតបងប្អូនយើងមើលបានមួយចំណុចទៀតសាមញ្ញហើយស្រួលជាងហ្នឹងហើយក៏វាល្អដែរបងប្អូនជាធម្មតាបងប្អូនបច្ឆេះឡានចឹងហើយមកបងប្អូនបើកម៉ាស៊ីនត្រជាក់បងប្អូនបើកធម្មតាចឹងមកខ្ញុំភាគច្រើនខ្ញុំដាក់អូតូចឹងខ្ញុំសុំបើកអូតូបងប្អូនយើងបើកម៉ាស៊ីនត្រជាក់ចឹងហើយយើងចាំមើលកន្លែងតាប់ឡូនេះបងប្អូនកន្លែងអាគុយវានេះកន្លែងខ្ញុំច្អល់ណាបងប្អូនបើកម៉ាស៊ីនត្រជាក់ហើយបងប្អូនចាំមើលថា2-3នាទីឬក៏5-6នាទីអីវាធ្លាក់មកកាំបងប្អូនបើវាខាប់ធ្លាក់1នាទី2នាទីអីវាធ្លាក់មកជួនកាលបើអាគុយខ្សោយចង់ខូចវាធ្លាក់មកម្ដង2កាំអីបងប្អូនអញ្ចឹងបើសិនជាអាគុយល្អដូចជា4នាទីទៅ5នាទីអីហ្នឹងវាអាចធ្លាក់មកមួយកាំវាធ្លាក់មកតាមដំណើរវាបងប្អូនអញ្ចឹងយើងតេស្តជាក់ស្ដែងអញ្ចឹងទៅយើងអង្គុយក្នុងឡានយើងបច្ឆេះអញ្ចឹងហើយយើងបើកម៉ាស៊ីនត្រជាក់យើងតាមដានអាគុយអញ្ចឹងមកវាយូរឬក៏វាឆាប់ហើយវាធ្លាក់អាគុយហ្នឹងបងប្អូនបើអាគុយខ្សោយមែនទេបងប្អូនបច្ឆេះឡានហើយបើកម៉ាស៊ីនត្រជាក់បងប្អូនចុចបើកម៉ាស៊ីនត្រជាក់ហើយហ្នឹងយើងមើលទៅមកភ្លាតវាធ្លាក់ម្ដង2កាំចូល3កាំអញ្ចឹងបងប្អូននេះយើងឃើញបងប្អូនខ្ញុំបើករៀងយូរដែរដូចជាប្រហែល2នាទី1នាទី2នាទីបងប្អូនវាមិនទាន់ធ្លាក់មួយកាំទេចុះវាអាចឡើងដល់4ទៅ5នាទីឡើងយើងមិនធ្លាក់មួយកាំអានឹងវាល្អបងប្អូនវានៅល្អបាទបងប្អូនចំណុចបន្ទាប់មួយយើងមើល ABS បងប្អូន ABS ឥឡូវយើងចូលមកមើល ABS ទាំងអស់គ្នាបងប្អូន
សម្រាប់ខ្ញុំនេះជាការមើលរបស់ខ្ញុំឯងបងប្អូនជាបទពិសោធន៍ខ្ញុំពួកខ្ញុំធ្លាប់ខូច ABS ខ្ញុំធ្លាប់ដូរបងប្អូនបើបងប្អូនផ្សេងគាត់មើលរបៀបណាក៏តាមតែបងប្អូនទៅគាត់តែខ្ញុំចែកចំណេះដឹងដែលខ្ញុំដឹងបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ចឹងបងប្អូន ABS បងប្អូន ABS ឡានបើយើងអត់ទាន់បច្ឆេះឡានទេយើងបើកទ្វារតកង់នេះបងប្អូនយើងបើកចូលមកវាលឺសែកជ្រេកអាហ្នឹងក៏យើងអាចគិតថាវាខ្សោយដែរបងប្អូនបងខ្លះគាត់ថានឹងម៉ូទ័រវាដើរបងប្អូនខ្ញុំគិតថាវាខ្សោយបងប្អូនព្រោះខ្ញុំទិញឡានដំបូងខ្ញុំប្រើគឺវាអត់លឺបងប្អូនចាប់ដើម ABS ខ្សោយគឺបើកទ្វារហ្នឹងគឺវាលឺបងប្អូនបន្ទាប់មកទៀតយើងចូលមកក្នុងឡានហ្នឹងមកយើងបច្ឆេះមកបងប្អូនយើងបច្ឆេះអញ្ចឹងមកបច្ឆេះហើយអញ្ចឹងបងប្អូនចូលមកក្នុងឡានមិនបាច់ធ្វើទាំងអស់បងប្អូនយើងអង្គុយចាំស្ដាប់មើលវាបងប្អូនយើងចាំមើលវាថាប្រហែលនាទីវាសែកម៉ូទ័រវាដើរបងលឺត្រែតហ្នឹងបើជាទូទៅបើ ABS ល្អបងប្អូនបើយើងអត់ជន់បើយើងអត់បើកចឹងទេយើងនៅតែមួយកន្លែងហ្នឹងទេបងប្អូន10នាទីគឺវាអាចសែកម្ដងបងប្អូនអាហ្នឹងម៉ូទ័រដែល ABS ម៉ូទ័រវាល្អបងប្អូនដុំវាល្អ10នាទីទៅ12នាទីក៏មានដែរបងប្អូនវាទើបវាសែកម្ដងហ្នឹងករណីយើងនៅមួយកន្លែងអញ្ចឹងបងប្អូនយើងស្ដាប់មើលតែបើ ABS ខ្សោយ1នាទីឬក៏2នាទីអីហ្នឹងគឺវាចាប់តាមសែកហើយយើងអត់ជន់យើងអត់ធ្វើទាំងអស់បងប្អូនវាសែកត្រែតអញ្ចឹងបងប្អូនហើយបើសិនជាពេលយើងបើកបរវិញបើ ABS នឹងខ្សោយបងប្អូនគឺជន់មួយលឺបងប្អូនជន់មួយលឺហ្មងលឺម៉ូទ័រវាសែកហ្មងហ្នឹងហើយចំណុចបន្តមកទៀតយើងមើលរបៀបមួយទៀតបងប្អូនយើងបច្ឆេះចឹងហើយយើងជន់វាបងប្អូនយើងជន់វាមើលស្ដាប់មើលវាលឺអត់ជន់ម្ដងអញ្ចឹងវាសែកម្ដងអញ្ចឹងវាសែកអត់បើជន់2 3ជើងអី3 4ជើងអីវាសែកមួយអាហ្នឹងក៏វាល្អដែរបងប្អូនតែបើជន់មួយសែកគឺអាហ្នឹងវាខ្សោយបងប្អូនជាក់ស្ដែងABS ខ្ញុំនេះក៏វាខ្សោយដែរឥឡូវបងប្អូនជួយខ្ញុំជន់មួយវាសែកបងប្អូនគឺវាសែកឯង2 3ក៏វាសែកបងប្អូនមួយទៀតចំណុចមើលមួយទៀតបងប្អូនអានេះគឺយើងដឹងលឿនហ្មងបើយើងចង់ដឹងថាវាចិត្តខូចមែនតើបងប្អូនចំណុចចុងក្រោយនេះគឺសម្រាប់ខ្ញុំគឺខ្ញុំគិតថាវាច្បាស់លាស់បងប្អូនគ្រាន់តែជន់វាឲ្យជាប់ហើយបងប្អូនចាំបងប្អូនជន់ប្រាំងនោះជាប់ហើយបងប្អូនចាំស្ដាប់សលេងវាមានលឺសលេងចេញពីដុំវាខាងមុខហ្នឹងបងប្អូនលឺសំឡេងតុកអញ្ចឹងបងប្អូនបើសិនជាវាលឺសលេងហ្នឹងលឺតុកមួយហ្នឹងហើយនឹងលឺតុកយកក៏មានបងប្អូនគឺតុកអាហ្នឹងគឺ ABS ហ្នឹងបងប្អូនចិត្តខូចឯងប្រើបានយ៉ាងយូរ2ខែយ៉ាងយូរបងប្អូនវាខូចឯងឥឡូវខ្ញុំជន់ឲ្យមើលបងប្អូនយើងជន់ឲ្យជាប់យើងចាំស្ដាប់សលេងវាតែវាលឺស្រែកវាលឺតុកហ្នឹងបងប្អូនលឺសលេងតុកហ្នឹងគឺវាចិត្តខូចបងប្អូន 100% គឺចិត្តខូចបងប្អូនអញ្ចឹងខ្ញុំជន់បងប្អូនបាទបងប្អូនបើខ្ញុំអត់លឺទេបងប្អូនតែគ្រាន់តែ ABS ខ្ញុំវាខ្សោយដោយសារតែពេលខ្ញុំដូរហ្នឹងគឺវាល្អបងប្អូនល្អប៉ុន្តែខ្ញុំជិះមួយរយៈក្រោយមកខ្ញុំអត់បានគិតគូររឿងដូរប្រេងបងប្អូនព្រោះប្រេង ABS សំខាន់ណាស់បងប្អូនពេលគេដូរហ្នឹងគេប្រើប្រេងប្រភេទវាអត់ល្អបងប្អូនវាដូរប្រភេទអត់ល្អដល់ពេលអញ្ចឹងទៅ ABS ខ្ញុំល្អទេខ្ញុំដឹងប្រើគឺល្អទេតែដល់ពេលយើងប្រើប្រេងអត់ល្អយើងអត់ចាប់អារម្មណ៍វាប្រេងវាអស់គុណភាពក៏យកចាប់អារម្មណ៍វាខ្សោយឥឡូវបងប្អូនតើបងប្អូនឥឡូវយើងចូលមកមើលបូមទឹកម្ដងបងប្អូនបើបញ្ហារបស់ឡានព្រោះនេះបងប្អូនគឺមានតែ3ធំហ្នឹងបងប្អូនគឺអគុយ ABS បូមតឹងបងប្អូន
dương mơ bồn tật đó mà bọn dương mơ thêm mấy tân tha bồn tật nó về sáu về trăng khối rồi còn về nơi lỗ về khăn nhớ mà bọn chắc đánh lan nhung tí cứ nhung đồ bồn tật hay mà bọn bồn tật nhung đồ hỏi nhung cài đã xôn ọc bí mà bọn vì thi mới cứ sủa lấy bông bồn dương bạch chai lan hay dương bạn xin được chạy thò mà đà chứ mà bọn hay dương tự bảo cầm rộp mà sến một ổn nhưng từ mưa nơi hàng lộn xe mình bằng ổn ở trong những bạn lục mà sến thì dương chừng mưa hàng một ngọt nhé nâng bông phồn dương thời mà mưa bạc nữa cầm rộp tật xóm với bông phồn dương bạc mưa từ ngọt nhé bông phồn ở dương bạc mưa tha cầm lặng tật nắng bông phồn vì vừa kháng được vừa sau bông phồn ở đây vừa kháng bông phồn được sao ra bụng tật ní xôn độc phí nhưng cái đã xôn độc phí bông phồn nơi bông phồn dương mưa được tam là bươn tật nó bông phồn bươn là bươn tật vì vừa kháng chẳng bông tật vì nơi lỗ bông phồn bông tật vì nơi kháng phở bàn dù giống bông phồn đây bữa xin chia là bươn tật đang dư đang bông tật dương sau ấy bông phồn dương phở bàn dù bông phồn bạn nơi bông phồn dương ban mưa cho với bông phồn tầng 7 cho nói cuối bể nâng bông tật bông phồn con bông phồn này bạn tu sửa video tăng bị đam hoặc chóp bông phồn xong chui cho subscribe mà nè mùi bông phồn ở video bật top nhưng nâng thưa video rụt biếp thay tóm cuối bởi nâng bông tật nâng bàn lỗ bông phồn dương thử thay tóm vì là biếp mấy dương phở bàn rú chẳng bông phồn nơi bông phồn con sớn